តពីភាគមុនយើងបានដឹងហើយថាពនាងម្ចាស់នឹងគឺគាត់បានចាប់កំណើតជាថ្មីដែលជាទ្រង់ទ្រាយមនុស្សក៏ដូចជានៅពេលដែលគាត់បានចាប់កំណើតនឹងធម្មពលរបស់គាត់ដែលគាត់បានបិទនឹងក៏ត្រូវបានបើកមកវិញនៅរយៈពេល17ឆ្នាំមុនហើយយើងក៏ចូលទៅកាន់ chapter ថ្មីរបស់យើងដែលមានឈ្មោះថា My Calling ដោយផ្ដើមមកយើងបានឃើញនៅពេលដែលពួកគេទាំងអស់គ្នាគឺបានលឺអំពីរឿងមួយនឹងហើយគឺពួកគេអត់ជឿទេដែលគិតថាមឹកនឹងគឺជាអសមហេតុផលតែម្ដងដោយអាចនិយាយថាបោកបញ្ឆោតពួកគេអញ្ចឹងទៅមឹកក៏គាត់បាននិយាយវិញទៅថាពនាងនឹងគឺអាចនឹងមានគ្រោះថ្នាក់ហើយពួកគេគឺអត់មានពេលច្រើននោះទេប៉ុន្តែស៊ីអនក៏គាត់បានសួរទៅថាតើពនាងដែលគាត់និយាយនឹងគឺនៅណាគេមកក៏គាត់បានតបវិញទៅថានាងគឺនៅសាលាមួយនេះគឺគាត់អាចដឹងពីធម្មពលរបស់នាងនៅក្នុងសាលាមួយហ្នឹងគឺអាចនិយាយបានថាគាត់មកទីហ្នឹងគឺមិនមែនដោយសារតែគាត់ហ្នឹងគឺដឹងថាពួកគេនៅទីហ្នឹងក៏ដូចជាបានដឹងពីធម្មពលរបស់ពួកគេនោះទេគឺគាត់មកទីនេះតាមរយៈធម្មពលរបស់ពនាងហ្នឹងឯងដែលនៅពេលដែលពនាងហ្នឹងគឺគាត់កាន់តែធំឡើងធម្មពលរបស់គាត់ក៏កាន់តែកើនឡើងដូចគ្នាហើយគាត់ប្រកាសណាស់ថាដានប្រកាសជាបានដឹងពីធម្មពលមួយហ្នឹងដោយសារតែពនាងហ្នឹងគឺគាត់កើនឡើងធម្មពលចឹងហើយវាងាយស្រួលមែនតើសម្រាប់ដាហ្នឹងគឺស្វែងរកទីតាំងពិតប្រាកដរបស់គាត់ថាពនាងហ្នឹងគឺនៅទីណាហើយគាត់ក៏និយាយទៅកាន់ចាស់កាសទៅថាចាស់កាសហ្នឹងគឺប្រកាសជាបានដឹងឬក៏បានឃើញវាហើយព្រោះថាចាស់កាសហ្នឹងគឺគាត់ឆាប់ដឹងអំពីរឿងទាំងអស់ហ្នឹងហើយថាវាជាសមត្ថភាពរបស់គាត់គ្នាហើយគាត់ក៏បានបន្ថែមទៀតថាបើសិនជាពួកគេហ្នឹងគឺបានជួបជាមួយនឹងពនាងពួកគេប្រកាសជាដឹងហើយឬក៏អាចថាស្គាល់នាងក៏ដូចជាបានដឹងថាព្រមលិខិតរបស់ពួកគេគឺបែបណាព្រោះថាអ្នកទាំងអស់គ្នាគឺបានកើតឡើងដើម្បីការពារទ្រង់នោះហើយគឺជាមូលហេតុដែលធម្មពលបុរាណហ្នឹងគឺត្រូវបានបិទជាប់ជាមួយនឹងពួកឯងហើយវាបានងើបឡើងមកវិញនៅថ្ងៃដែលព្រះនាងគឺទ្រង់បានចាប់កំណើតជាមនុស្សប៉ុន្តែធម្មពលរបស់ដានក៏កាន់តែខ្លាំងដូចគ្នាគាត់ប្រហែលជាបានដឹងពីធម្មពលរបស់នាងហើយក៏បានយកនៅធម្មពលដែលគាត់បានភ្លេចពីមុនត្រឡប់មកវិញហើយបេសកកម្មចុងក្រោយរបស់ដាហ្នឹងគឺចាប់ជំរិតព្រះនាងក៏ដូចជាយកនាងចេញឆ្ងាយដោយសារតែគាត់គឺចង់បានធម្មពលដែលជារបស់ព្រះនាងនឹងឯងយើងក៏បានសម័យនៅពេលដែលគាត់ជួបជាមួយនឹងក្រុម Haley សាមូនដល់គ្នាយើងដោយ Haley គាត់ក៏បានគិតទៅថាប្រហែលជាម្នាក់ហ្នឹងហើយដែលជាអពៈមួយដាហ្នឹងហើយមកក៏គាត់បានបន្តទៀតទៅថាដាហ្នឹងក៏ត្រូវតម្រូវឲ្យពួកគេហ្នឹងស្លាប់ដូចគ្នាដោយសារតែពួកគេអាចជាឧបសគ្គមួយដ៏ធំសម្រាប់គាត់ចឹងទៅបន្ទាប់ពីលឺបានហ្នឹងហើយក្រុមរបស់ Haley ក៏នាំគ្នាគិតលងចិត្តដោយគិតអំពីទាំងអស់ហ្នឹងហើយពួកគេគិតថាមើលទៅវាដូចជាអត់សមហេតុផលនោះទេប៉ុន្តែមកហ្នឹងគឺបានដោះស្រាយនៅគ្រប់សំណួរដែលគាត់គឺបានឆ្ងល់អំពីស៊ូហាហ្នឹងរហូតមកហើយដូច្នេះហើយគាត់គិតទៅថាព្រះនាងម្ចាស់ម្នាក់ហ្នឹងគឺជាស៊ូហាហ្នឹងឯងហើយវាមានន័យថាមិត្តពីតូចរបស់ស៊ូហាហ្នឹងគឺជាដាហ្នឹងឯងដល់ចាស់គាត់ក៏និយាយទៅវិញទៅថាឲ្យចំមិនបើសិនជាហងនឹងគឺជាការប៉ັດមែនតើមើកនឹងមកចង់ឲ្យពួកគាត់ធ្វើគេមើកក៏បាននិយាយទៅថាដាហ្នឹងនឹងកាន់តែខ្លាំងជាងនឹងហើយធម្មពលរបស់គាត់នឹងត្រឡប់មកវិញយ៉ាងលឿនសូម្បីតែពេលនេះក៏ដោយហើយមិនត្រឹមតែប៉ុណ្ណោះទេបិសាចជញ្ជក់ឈាមនឹងចាប់ផ្ដើមធ្វើតាមបញ្ជារបស់គាត់ប៉ុន្តែធម្មពលរបស់ព្រះនាងគឺឡើងកើនឡើងទៀតហើយអាចថាធម្មពលរបស់គាត់គឺអស់ធំនឹងវាឡើងលូតលាស់ទៅលើទៀតហើយនាងគឺបានចែកម្លែកនៅធម្មពលរបស់នាងស្ទើរតែទាំងអស់ទៅឲ្យពួកគេមុនពេលដែលនាងគឺបានបិទនៅធម្មពលទាំងអស់ហ្នឹងក៏ដូចជាបានផ្ទេរពួកគេទៅកាន់អនាគតដូច្នេះហើយគាត់នឹងយកនាងទៅកាន់កន្លែងដែលមានសុវត្ថិភាពហើយគាត់គឺចង់ឲ្យពួកគេហ្នឹងគឺស្វែងរកដានក៏ដូចជាកំចាត់ខណៈពេលដែលគាត់គឺកំពុងតែស្វែងរកព្រះនាងនឹងឯងដោយគ្រាន់តែពួកគេលឺបាននឹងពួកគេឡើងភ្ញាក់ផ្អើលតែម្ដងហើយពេលហ្នឹងគឺស៊ីអនរបស់យើងគឺគាត់បានធ្វើមកតែគាត់និយាយថាតើមើកហ្នឹងមកចង់យកស៊ូហាទៅមែនគ្រាន់តែលឺបាននឹងហើយគឺមើកគាត់ដឹងហើយដែលគាត់បានសួរថាតើព្រះនាងហ្នឹងគឺមានឈ្មោះថាស៊ូហាមែនអញ្ចឹងពួកគេប្រហែលជាបានជួបនាងរួចហើយពួកឯងប្រហែលជាបានដឹងហើយថានាងគឺជាព្រះនាងគាត់ថាពួកគេអាចនឹងត្រូវបានតាក់ទាញឲ្យនាងនិយាយទៅដោយ natural ដោយធម្មជាតិហ្មងដូចដែលយើងបានដឹងការ chapter មុនដល់គ្នាយើងគឺក្រុមរបស់ Haley ហ្នឹងមិនគាត់ឆ្ងល់ថាហេតុអីបានជាពួកគាត់ហ្នឹងគឺមានអារម្មណ៍ថាស៊ូហាចង់បានអីគាត់ចង់ធ្វើនឹងហើយឬក៏មានអារម្មណ៍ថាត្រូវការពារស៊ូហាអញ្ចឹងគ្នាយើងពេលហ្នឹងគាត់ក៏សួរទៅថាតើស៊ូហាឥឡូវហ្នឹងគឺនៅណាហើយពួកគេគឺអត់បានប្រាប់ទេដោយពួកគេហ្នឹងគឺអត់បានទុកចិត្តទៅកាន់មើកហ្នឹងទេនិយាយទៅគឺខ្លាចថាមឹកហ្នឹងគឺត្រូវបានបញ្ជូនមកដោយដាអញ្ចឹងទៅមើលក៏គាត់និយាយទៅបើសិនជាគាត់ពិតជាអញ្ចឹងមែនណាគាត់អត់មានចាំបាច់ត្រូវហត់មកអង្គុយពយល់ពួកគេទាំងអស់គ្នាហ្នឹងឯងគាត់មកយកស៊ូហាបាត់ឯងហើយបើសិនជាស៊ូហាហ្នឹងធ្លាក់នៅក្នុងកំដាប់ដៃរបស់ដាណាផែនដីទាំងមូលហ្នឹងនឹងត្រូវបានវិនិច្ឆ័យហ្មងនេះហើយគាត់នឹងយកស៊ូហាទៅជាមួយនឹងគាត់ហើយក៏គាត់បាននិយាយទៅថាអីដែលមឹកបាននិយាយហ្នឹងគឺវាអាចជាការពិតឬក៏អត់ចឹងទៅហើយពួកគាត់គឺអាចឲ្យស៊ូហាទៅកាន់មឹកហ្នឹងបានទេដោយសារតែវា50-50នោះទេហើយបើសិនជាកាតព្វកិច្ចរបស់គាត់គឺត្រូវការពារស៊ូហានោះមឹកនឹងក៏ជាផ្នែកមួយនៃគ្រោះថ្នាក់មួយនឹងដែរហើយកុំហ៊ានចូលទៅចិត្តស៊ូហារហូតដល់មឹកនឹងគឺអាចបញ្ជាក់ខ្លួនឯងបានសិនជាមឹកនឹងហ៊ានធ្វើឲ្យស៊ូហាមានរឿងអីខាតឡើងគឺគាត់ប្រកាសថាឲ្យមឹកនឹងគឺសងឲ្យគ្រប់យ៉ាងតែម្ដងព្រោះតែគាត់ឡើងជាក្មេងផុសដែលមឹកនឹងគឺធ្លាប់ស្គាល់ទៀតហើយយើងក៏ចូលទៅកាន់ chapter ថ្មីរបស់យើងដែលមានឈ្មោះថា Get Set Go តាមនៅ chapter នេះដែរយើងក៏បានឃើញនៅក្នុងសាលាដោយយើងបានឃើញថាគឺ Haley គឺគាត់បានមករកស៊ូហានឹងឯងតែគាត់នឹងគឺចាំនាងដើម្បីថាទៅថ្នាក់ជាមួយនឹងគ្នាចឹងទៅតែពេលនឹងដែរគឺស៊ូហានាងគឺបានកាត់ដោយនាងនឹងគឺមានកាត់ថាអញ្ចឹង
តាមពីយកមួយហ្នឹងមកគឺនៅពេលដែលនាងនៅជាមួយនឹង Harry តែពីរនាក់ហ្នឹងគឺនាងមានអារម្មណ៍ថាឆ្កងខ្លាំងមែនតើហ្មងតែនាងក៏គិតទៅប្រហែលជានាងគិតច្រើនពេកដឹងហើយតែពេលហ្នឹងដែរ Harry ក៏គាត់សួរនាងទៅថានៅពេលរៀនចប់ហ្នឹងគឺនាងអវល់ទៅណាអត់តែគាត់ហ្នឹងបានសួរនាងថាតើនាងចង់មកលេងជាមួយនឹងពួកគាត់ខណៈពេលដែលគាត់ហ្នឹងគឺរៀបចំដើម្បីប្រកួតអត់ដោយអាការប្រកួតណៃបោះគ្នាយើងភ្លេចនៅការប្រកួតមួយខានសាលារបស់ខាននោះពេលហ្នឹងដែរនាងក៏និយាយថាប្រកបតែពេលហ្នឹងដែរនាងក៏បាននឹកឃើញទៅកាន់ពាក្យសម្ដីរបស់ខានដែលបាននិយាយមកកាន់នាងនៅយប់មួយនោះរបស់គ្នាយើងដោយគាត់ហ្នឹងបានសុំនាងថាតើនាងអាចមកជួយគ្រប់គ្រងគាត់បានអត់និយាយទៅឧស្សាហ៍ដែរខានយើងតែ Harry គាត់ក៏បន្តទៀតទៅថាគាត់នឹងធ្វើឲ្យអស់ពីសមត្ថភាពគឺដើម្បីស៊ូហានិយាយមកស៊ូហាគឺឡើងអៀនហ្មងតើនាងនឹងគឺបានគិតថាតើនាងគួរធ្វើមកយកទៅសារតែពីរនាក់ហ្នឹងគឺជាមិត្តរបស់នាងទាំងពីរនាក់ហ្មងហើយយើងក៏បានកាត់នៅពេលដែលដល់ម៉ោងចេញដែលស៊ូហាហ្នឹងគឺនាងពងតើឈឺក្បាលហ្មងដល់ដឹងថាគួរតើនិយាយទៅគ្រប់គ្រងខាងណាទេតែពេលហ្នឹងដែរក៏មានណាគេម្នាក់ដែលហៅនាងហើយនាងក៏ឆ្ងល់ដែរថាម្នាក់ដែលហៅនាងគឺណាគេតែដល់ពេលយើងបានមកម្នាក់ហ្នឹងគឺជា Harry របស់យើងហ្នឹងហើយគាត់ក៏និយាយទៅឃើញថាស៊ូហាហ្នឹងទៅមើលការប្រកួតបានរបស់គាត់នៅយប់ហ្នឹងហើយគាត់មកហ្នឹងគឺគាត់មកយកស៊ូហាទៅនឹងដែលគាត់ហ្នឹងគឺចង់ដើមមួយស៊ូហានាងនិយាយទៅដោយសារតានាងហ្នឹងគាត់ថាមានណាគេម្នាក់និយាយមកកាន់នាងតែមើលទៅកាន់ Harry របស់យើងគឺគាត់ឡាក់ឡើងមែនតើគាត់និយាយថាមានណាគាត់មិនឃើញណាគេហងហើយគាត់ក៏រុញស៊ូហាទៅតែយើងក៏បានដឹងហើយថាអ្នកដែលហៅស៊ូហាមុនហ្នឹងគឺមិន Harry ទេដែលគាត់ហ្នឹងគឺជាមើកនោះឯង Harry គាត់បានមកវិញមកឡើងមើលហ្មងតែគាត់ប្រាប់ហើយថាកុំឲ្យមកញ៉ៃមួយស៊ូហាតែនៅតែរងហើយយើងក៏កាន់មកកាននៅកន្លែងបាល់ទាត់នេះវិញនៅការប្រកួតរបស់គេហើយពេលហ្នឹងយើងក៏បានឃើញហើយរវាងក្រុមរបស់ Harry ជាមួយនឹងក្រុមរបស់ Ken ដែលយើងដឹងហើយមុននឹងគេប្រកួតគ្នាគេតែងតែមានការលេបខាយពីសម្ដីអីអញ្ចឹងទៅណាមើលតែក្រុមរបស់ Ken ជាមួយនឹងក្រុមរបស់ Harry យើងនឹងទៅពេលហ្នឹងដែរចាស់គាត់និយាយទៅថាគាត់ឮថាបងប្រុសរបស់ពួកគេហ្នឹងគឺមកវិញចាំមើលថាបងប្រុសរបស់ពួកគេណាគេហើយពេលហ្នឹងចាស់គាត់និយាយមុនទៅត្រឡប់ឌឺហ្មងតែគាត់និយាយថាអរគុណទុកជាមុនណាសម្រាប់ការឈ្នះមួយហ្នឹងហើយពេលហ្នឹងដែរពេលដែលស្យានគាត់ឃើញស៊ូហាហើយគាត់ឡើងប្រាប់ហ្មងថាពេលរបស់ពួកគាត់ហ្នឹងគឺនៅនោះឲ្យស៊ូហាហ្នឹងទៅនឹងទៅតែស៊ូហាគ្នាឡើងគៀងហើយដោយសារតែមិត្តភក្តិពីរនាក់អត់ដឹងថាត្រូវជ្រើសមួយណាដោយនៅពេលដែលខាន់គឺបានឃើញស៊ូហាហើយគាត់ក៏បានគិតឡើងចិត្តថាការឈ្នះមួយហ្នឹងគឺសម្រាប់ស៊ូហាដោយគាត់ក៏បានសម័យទៅកាន់បងប្អូនរបស់គាត់3នាក់ទៀតដែលមានឈ្មោះថា Mahan, Roslan and Kamel ដោយយើងអាចមើលបានគឺថាសក់វែងហើយឡើងតាក់ទាញបដ ாய் ចង់នឹងថាមកគេមិនណាបើគ្នាយើងចង់នឹងថាគាត់មកមិនយើងចាំមើល chapter ក្រោយទៅដោយពេលហ្នឹងគឺខាន់ក៏គាត់បានគិតទៅថាគាត់ពិតជាចង់ឲ្យពួកគេនៅទីនេះណាពួកគេគឺបានសន្យាថាពួកគេនឹងត្រឡប់មកវិញតែយើងគឺចាំមើលនិយាយទៅតែមានណាក៏ចង់ឃើញដែរសិតចង់ឃើញអីណាក៏ពិតឃើញពួកគេហើយអាហ្នឹងធ្វើអីឯណាគេចេះនិយាយទៅខាងលន់អ្នកមើលគេចង់មើលអញ្ចឹងអូបានហើយយើងចង់មកកាន់សាច់ជើងយើងវិញដោយខាងហ្នឹងក៏គាត់បានគិតទៅថាហេតុអីបានជាគាត់បានលើដំណឹងពីបងប្រុសរបស់គាត់នឹងសោះអញ្ចឹងគាត់សង្ឃឹមថាពួកគេនឹងគឺអីនោះទេហើយពេលហ្នឹងដែរការប្រកួតរបស់ពួកគេទាំងពីរសាលាហ្នឹងក៏បានចាប់ផ្ដើមឡើងដោយមើលទៅកាន់ពួកគេគឺថាស្វិតស្វាន់ខ្លាំងមែនតើព្រោះថាម្នាក់គឺសុទ្ធតែចង់បាននៅជោគជ័យជំនះដោយស៊ូហាទាំងអស់គ្នាតែម្ដងហើយយើងក៏ចូលទៅកាន់ chapter បន្ទាប់ដែល chapter នេះដែរគឺមានឈ្មោះថា Nightball ដោយបានបង្ហាញឲ្យយើងបានឃើញពីសកម្មភាពនៃការប្រកួតបាល់របស់ពួកគេ admin គឺអត់ដឹងថាត្រូវបោះយាយបែបណាទេគ្នាយើងគឺអាចមើលតាមរូបភាពនឹងបានមិនថាក្រុមរបស់ Harry ក៏ដូចជាក្រុមរបស់ Ken នោះទេគឺមើលទៅពួកគេគឺពិតជាសាមគ្គីគ្នាមែនហ្នឹងហើយគ្នាយើងគឺអាចមើលតាមរូបភាពនឹងបាននិយាយទៅ admin ក៏មានរឿងចង់និយាយដែរគ្នាយើងដឹងថាមុនហ្នឹងក៏ពិតទៅ admin ត្រូវបានផុសយូរហើយប៉ុន្តែគឺមិនច្រឡំទៅដាក់បទចម្រៀងមិនថាច្រឡំនេះសើច្រឡំក៏ពិតទៅ admin ដឹងហើយថាតែពេលដាក់ទៅដឹងតែជាប់ copyright ហ្មងតែ admin ចង់ដឹងថាជាប់ទៅវាមានមិនហ្នឹងហើយមានអីផុសភ្លាមជាប់ភ្លាមហ្មងគ្នាយើងចឹងហើយបានadmin អត់ដឹងថាត្រូវដាក់អីគេចឹងអ្នកគ្នាស្ដាប់សម្លេង admin និយាយទៅប៉ែបតាហើយមើលវីដេអូតាមរូបនឹងបណ្ដាទៅដោយសារតែ admin អត់ចេះសម្រាយការលេងរបស់គេទេនិយាយទៅ admin អត់ចេះមែនអត់ដឹងថាគេគប់ទៅណាផងបើអត់ចេះមើលកីឡាអីផងហ្នឹងហើយស្ដាប់ admin ទៅប៉ុណ្្នឹងបានហើយយើងតោះពីរបស់យើងបានឃើញបន្ទាប់ពីក្រុមរបស់ Harry គឺគាត់បានមួយគ្រាប់ហើយគឺពេលហ្នឹងគឺខាន់គឺគាត់តាំងចិត្តមែនតើថាគាត់នឹងយកឈ្នះវិញឲ្យបានសមត្ថភាពពួកគេគឺប្រហាក់ប្រហែលគ្នានឹងឯងមិនថាក្រុមរបស់ Ken ឬក៏ Harry នោះទេហើយទីបំផុតក្រុមរបស់ Ken ក៏គាត់ទទួលបានមកខោវិញដូចគ្នាការប្រកួតក៏នៅតែបន្តអញ្ចឹងហើយស៊ូហារបស់យើងនាងមើលបដាគឺនាងបារម្ភបដាដោយនាងសង្ឃឹមថាពួកគេគឺអត់ត្រូវបានរបួសអីអញ្ចឹងទៅតែពេលហ្នឹងដែរយើងក៏មានណាគេម្នាក់គឺមកហៅស៊ូហារបស់យើងដោយបាននិយាយថាតើអាចនិយាយគ្នាមកផ្លែតបានអត់យើងក៏ចូលទៅកាន់ chapter ថ្មីដែល chapter នេះដែរគឺមានឈ្មោះថា We Will Never Lose ស៊ូហានាងក៏សួរទៅថានាងមែនហើយអ្នកហ្នឹងគឺជាណាគេដោយយើងដឹងហើយថាអ្នកហ្នឹងគឺជាមើកដែលគាត់បាននិយាយថាគឺគាត់មានរឿងមួយចង់ប្រាប់ស៊ូហានាងក៏ឆ្ងល់ដែរថាអ្នកហ្នឹងគឺជា
ជាណាគេនាងក៏ប្រាប់វិញទៅថាមិត្តភក្តិរបស់នាងគឺពងជាប់លេងនាងអាចទៅបានទេតែមើលក៏គាត់និយាយទៅថាសូមមកជួបគាត់នៅមុខផ្លូវចេញបន្ទាប់ពីកាមហ្នឹងគឺចាប់ជុំទី1ដោយគាត់ហ្នឹងគឺមានរឿងសំខាន់មែនតើចង់ប្រាប់ស៊ូហាហើយស៊ូហានាងក៏ឆ្ងល់ដែរប៉ុន្តែពេលហ្នឹងមើលក៏គាត់បានដើរចេញទៅនាងឡើងឆ្ងល់ហ្មងដែលនាងគិតថាតើមើលចង់ប្រាប់ឲ្យគេមកកាន់នាងដល់យើងកម្មមកកាន់កាមរបស់យើងវិញគឺឃើញថាពួកគេគឺលេងឡើងស្វិតស្វាញតែម្ដងអត់មានគឺអត់ដឹងថាត្រូវបយ៉ាងម៉េចទេដែលគ្នាយើងគឺអាចមើលបានតែយើងមើលឃើញថាក្រុមរបស់ខានហ្នឹងគឺចាញ់ព្រៀបលើក្រុមរបស់ Haley មែនតើតែកម្មមកកាន់ស៊ូហារបស់យើងវិញគឺនាងនៅតែគិតអំពីមើលអញ្ចឹងដែលនាងគឺឆ្ងល់ថាមើលហ្នឹងគឺចង់មានរឿងអីជាមួយនាងអីអញ្ចឹងទៅព្រោះតែឥឡូវហ្នឹងគឺចាប់ជុំទី1ហ្នឹងហើយនេះយើងអត់មាន sorry តុងមកណាបើសិនជាអត់មានហៅជុំឬក៏វគ្គឬក៏អីមិនខុសដោយសារអត់មានក៏អត់ចេះមើលកីឡាទេតែយើងចង់មកកាន់សាច់ជាមួយយើងវិញដល់ពេលហ្នឹងគឺយ៉ាងក៏គាត់និយាយទៅមកអួតស៊ូហាអីអញ្ចឹងថាគាត់តតឬក៏បោះចោលអីអញ្ចឹងទៅតែពេលហ្នឹងគឺថាទល់មកយើងគឺមកឆ្លុំមួយគ្នាទៀតតែនិយាយទៅពីណានឹងឆ្លុំមួយគ្នាទៅដោយពេលហ្នឹងដែរយើងក៏បានឃើញ boyfriend បែបហ្នឹងគឺគាត់មកឡើងខ្ជូតប៉ុន្តែតែគាត់នឹងគឺបានប្រាប់ស៊ូហាទៅថាឲ្យទៅអង្គុយនៅអីចឹងទៅហើយពេលហ្នឹងដែរយើងក៏បានឃើញនៅខានរបស់យើងតែគាត់នឹងគឺសម្លឹងមើលមកស៊ូហាហើយស៊ូហាក៏គាត់នឹកឃើញទៅយប់ដែលខានហ្នឹងគឺបានសុំគាត់ធ្វើឲ្យមកជួយគ្រប់គ្រងគាត់អីចឹងទៅតែពេលហ្នឹងខានក៏គាត់បាននិយាយទៅថាស៊ូហាឥឡូវហ្នឹងគឺចាប់អាជុំទី1ហ្នឹងហើយគឺពួកគាត់ចាញ់អីចឹងទៅប៉ុន្តែគាត់នឹងយកឈ្នះកាមហ្នឹងឲ្យបានហើយវាគឺសម្រាប់ស៊ូហាដូច្នេះហើយគាត់ក៏ប្រាប់យើងទៅថាឲ្យជួយគ្រប់គ្រងគាត់ផងដោយស៊ីអនគាត់លឺអញ្ចឹងហើយគាត់ឡើងអង្គុយចំអកខានហ្មងដោយសារតែវាដែរអុកមកថាស៊ូហាហ្នឹងគឺនៅសាលារបស់ Haley ក៏ដូចជាស៊ីអនហើយទៅឲ្យកំថតសាលារបស់ខានមិនកើតតែពួកហ្នឹងគឺនៅឆ្លោះគ្នាហ្នឹងទៅតែពេលហ្នឹងដែរយើងក៏បានឃើញតែគេនៅក្រោយស៊ូហា Oh my god តែគាត់ហ្នឹងគឺបាននិយាយថារីករាយជាមួយនឹងកែវហ្នឹងស៊ូហាក៏និយាយទៅឃើញថាកែវហ្នឹងអត់តន់ចំណាមិនបាននៅហ្នឹងហើយគាត់ក៏និយាយទៅថាគាត់មិនហ៊ានចង់ប្រាប់ចុះឡើងគឺគាត់ចង់និយាយថាស៊ូហាហ្នឹងនឹង support ក្រុមគាត់មែននិយាយទៅគាត់អញ្ចឹងសោធ្វើឯងឯណាបានទេទៅតែបើតាមadminគាត់ថា Haley នឹងបើឲ្យគាត់ចង់មក check មកស៊ូហាថាអូខេឬក៏អត់អញ្ចឹងណាហើយស៊ូហាវិញយើងនៅតែគិតអំពីរឿងដែលថាមើកហ្នឹងគឺចង់និយាយរឿងសំខាន់អីមួយនាងអញ្ចឹងទៅតែយើងអត់ដឹងថានាងនឹងធ្វើយ៉ាងណាទេយើងក៏ចូលទៅកាន់កែមយើងវិញអត់មានអ្នកដឹងថាថៅសម្រាយមិនទេកែមអញ្ចឹងគ្នាយើងមើលរូបបានតែបើតាមadminមើលទៅគឺថាវាកាន់តែរៀងយ៉ាប់ទៅហើយបើតាមadminគាត់ថាចង់ឈ្នះដើម្បីសាលាហ្នឹងតែ 1% ឯងតែដើម្បីអ្នកនោះគឺឡើង 99% ឯងមើលទៅ Haley មួយខានរបស់យើងហ្នឹងហ្នឹងហើយ admin ក៏ចង់ sorry គ្នាយើងដែរដោយសារតែ admin គឺចេញរឿងយឺតពេកដោយសារ admin តែមានពេលសម្រាយ1 ម៉ោង admin អត់យល់ទៅហេតុអីបានជា admin សម្រាយយឺតខ្លាំងដល់ថ្នាក់ហ្នឹងតែអី admin នឹងធ្វើការសំពេលវេលានឹងដើម្បីសម្រាយយើងក៏កាត់ទៅកាន់រឿងរបស់យើងវិញទៅតាមមើលរូបនឹងទៅគ្នាយើងតែគាត់ម្នាក់គឺថាហត់អស់ខ្យល់តែម្ដងមុនតែមើលទៅកាន់ស៊ូហារបស់យើងគេនាងនៅតែខ្វល់ខ្វាយអំពីរឿងដែលមើលគឺថាតិចឡំមើលនឹងគឺពងចាំនាងអីអញ្ចឹងទៅតែយើងអត់ដឹងថាតើនាងនឹងធ្វើម៉េចទេហើយយើងក៏ចូលទៅកាន់ chapter ថ្មីដែល chapter នេះដែរគឺមានឈ្មោះថា The Second House ហើយ chapter នេះក៏អត់ខុសពី chapter មុនប្រហែលដែរគឺបានបង្ហាញយើងពីការលេងរបស់ពួកគេហ្នឹងឯងគ្នាយើងគឺថមមើលទៅដោយសារតែអត់មានក៏អត់ដឹងថាធ្វើសម្រាប់បែបណានោះដែរនិយាយទៅគឺមើលខ្លួនឯងទៅអត់មានជៀសវាងការខូចអញ្ចឹងណាហើយជាពិសេសគឺយើងឃើញថា Haley ក៏ដូចជាខាន់មកយើងគឺថាគាត់ខំឡើងអស់ពីដៃឯងបើតាមអត់មានគិតប្រហែលជាគាត់ជាមេក្រុមផងមិនដឹងអត់មានអ្នកដឹងអត់មាននេះស្អីក៏អត់ដឹងហើយធ្វើមិនបើអត់មានអ្នកដឹងមែនហ្នឹងតែនិយាយលេងទេតែយើងក៏ចូលទៅកាន់រឿងរបស់យើងវិញតែយើងឃើញថាគឺ Haley ក៏ដូចជាខាន់ហ្នឹងគឺគាត់ឡើងមកអស់ដៃហ្មងដែលគាត់បន្ទុករបស់គាត់ទាំងពីរអ្នកហ្នឹងគឺនៅតែប្រហាក់ប្រហែលគ្នាអត់ដេញគ្នាទៅវិញទៅមកតែម្ដងដែលយើងឃើញថាទាំង Haley ជាមួយនឹងខាន់គឺគាត់ឡើងហត់កខេះហ្មងចាអានក៏គាត់សួរទៅកាន់ Haley ទៅថា Haley ហ្នឹងគឺអូខេឬក៏អត់ដោយសារតែ Haley គឺគាត់អត់សម្រាកនោះទេដោយសារតែនិយាយទៅនៅប្រជែងជាមួយនឹងខាន់គប់បាល់ទៅវិញទៅមករហូតដល់អត់ឈប់សោះហ្មង boyfriend admin ក៏គាត់និយាយទៅថាមិន Haley នឹងបង្ខំខ្លួនឯងខ្លាំងពេកណាយគួរតែសម្រាកខ្លះទៅ Haley ក៏គាត់និយាយទៅថាគាត់អត់អីទេហើយសូម្បីតែមិត្តភក្តិរបស់ខាន់ក៏ដូចគ្នាដែរគឺគាត់បារម្ភពីខាន់ដូចគ្នាយើងនឹងថាខាន់គាត់និយាយមិនអត់តែគាត់និយាយថាគឺគាត់អាចឲ្យសាលារបស់ Haley នឹងគឺឈ្នះម្ដងទៀតនោះទេឆ្នាំនេះគឺគាត់ត្រូវតែឈ្នះហ្មងមិនថាមាននឹងឲ្យកើតឡើងក៏ដោយគាត់ក៏កាត់ក្នុងចិត្តទៅថាវាគឺសម្រាប់ស៊ូហា Oh my god តែមានអានកន្លែងហ្នឹងហើយឡើងនៅណាមានលក់ឡើយនៅណាមានលក់អត់មានសុំទិញមួយ Oh my god និយាយទៅតួរបស់ខាន់ហ្នឹងគឺលក្ខណៈបែបថាតួដែលរងប៉ុន្តែរងចាំជួយតួស្រីអត់មានឃើញច្រើនហើយនិយាយទៅអត់មានស្រឡាញ់តួបែបចឹងម៉េចហើយតួបែបហ្នឹងត្រូវបញ្ចប់នៅតែម្នាក់ឯងនិយាយទៅអត់មានសែតតែឥឡូវយើងកុំសែតច្រើនពេកយើងទៅកាន់ការរបស់យើងវិញដោយពេលនេះដែរគឺគាត់សម្រេចហើយគឺថានាំគ្នាសម្រេចឈ្នះចាញ់ដោយគាត់ហ្នឹងគឺធ្វើការដាក់មែនតើហើយដោយបើសិនជាណាគេម្នាក់គឺបានខប់បាល់លើកមួយនេះគឺមានន័យថាម្នាក់ហ្នឹងគឺសាលាមួយហ្នឹងគឺឈ្នះហើយដោយនេះគឺជាឱកាសចុងក្រោយឯងរបស់ខាន់ដែលគាត់នឹងក៏បានគិតថា
គាត់នឹងត្រូវលួចបាល់នឹងពី Harry ឲ្យបានក៏បានកាត់តែថាគឺគាត់អត់អាចឲ្យសាលារបស់ Harry ហ្នឹងគឺត្រូវបានបាល់នឹងមួយទៀតទេជាពិសេសគឺ Harry នឹងមកយើងដឹងហើយថារឿងពីរនាក់នឹងមកយក Harry គាត់បំរុងនឹងគប់បាល់នឹងចូលហើយតែពេលហ្នឹងគាត់ក៏បានងាកទៅកាន់ fan ណោះតែគាត់ហៅមើលស៊ូហាហ្នឹងហើយតែរឿងក៏បានកាត់នៅពេលដែលស៊ូហាគឺគាត់បានមិនជួបជាមួយនឹងមើកមែនគ្នាយើងក៏បាននិយាយទៅថាខែងមើកនឹងមានរឿងអី5នាងអីហើយរឿងនឹងរឿងអីមើកក៏គាត់បាននិយាយទៅថាគាត់អរគុណណានាងមកគាត់ហៅនឹងនិយាយហើយយើងក៏បានឃើញនៅពីក្រោយគាត់គ្នាយើងបានឃើញនៅបិសាចជញ្ជក់ឈាមជាច្រើនគឺបានធ្វើការវាប្រហារមកកាន់គាត់ក៏ដូចជាស៊ូហាដូចគ្នាហើយពេលហ្នឹងដែរយើងក៏បានកាត់ទៅកាន់ Harry ដែលគាត់ហ្នឹងគឺបានមើលទៅកាន់តុដែលស៊ូហាអង្គុយតែបានបាត់ស៊ូហាបាត់ហើយដល់កន្លងពេលដែលគាត់កំពុងតែភ័យក៏ដូចជាភ្លឹកបានស៊ូហាហ្នឹងណាពេលហ្នឹងដែរខាន់ក៏គាត់បានមកទៅដើមបាល់ហ្នឹងក៏ដូចជារឿងក៏បានកាត់ឲ្យយើងបានឃើញសកម្មភាពនៅពេលដែលគាត់កំពុងតែទៅដើមបាល់លេងបាល់បដាក៏ដូចជាពេលដែលស៊ូហាត្រូវបានបិទជញ្ជក់ឈាមហ្នឹងគឺអស់ទៅដូចគ្នាកាន់មកខាង Harry របស់យើងវិញគឺថាគាត់អត់ខ្វល់ពីថាកែមហ្នឹងគឺណាគេឈ្នះឬក៏ចាញ់នោះទេអីតែគាត់ខ្វល់លើហ្នឹងគឺថាស៊ូហាគឺបានបាត់ពីតុរបស់នាងហើយដែលគាត់ហ្នឹងគឺបារម្ភថាតិចឡមើកហ្នឹងគឺមកចាប់នាងយកទៅវិញអញ្ចឹងទៅដោយគាត់ហ្នឹងគាត់បានទៅដើមបាល់អីទេគឺគាត់ឈរសេចហៅស៊ូហាតែម្ដងតែពេលហ្នឹងគឺយើងដឹងទាំងអស់គ្នាហើយថាស៊ូហាឥឡូវហ្នឹងបិសាចចាប់ទៅបាត់ឯហ្នឹងមើលនៅសល់តែជើងឯនោះហើយអត់មានក៏ចង់ប្រាប់គ្នាយើងដែរថា chapter ហ្នឹងគឺចាប់ត្រឹមហ្នឹងហើយបាទសិនជាគ្នាយើងចង់ដឹងថាតើរឿងនឹងទៅជាយ៉ាងណាទៀតនិយាយទៅគឺកុំភ្លេចតាមដាននៅ chapter ក្រោយណាដោយសារតែ admin បានឃើញថាពីច្រើនអ្នកដែលមើលវីដេអូ admin ហ្នឹងគឺអត់ subscribe ច្រើនជាង subscribe ទៀតអញ្ចឹង admin គឺឈឺចាប់មែនតើអញ្ចឹងជួយ subscribe ឲ្យ admin មួយផងណានិយាយទៅ admin គឺបានចំណាយពេល admin តនេហ្នឹងគឺយកមកធ្វើវាអស់លេងហ្មងនិយាយទៅ3ថ្ងៃបុកបញ្ចូលគ្នាយើងគិតមើលហ្នឹងហើយ admin ហ្នឹងឲ្យក៏ drama ម៉េះបានហើយនិយាយទៅ admin ក៏មានដល់រឿងប៉ុណ្ណឹងដូចគ្នាអញ្ចឹងសម្រាប់ឲ្យជួបគ្នានៅ chapter ក្រោយក៏ដូចជាវីដេអូក្រោយបាយ